សុំទៀតមកហើយម្ដងនេះត្រូវសុំឲ្យច្រើនលឺទេបើមិនអញ្ចឹងទេកុំសង្ឃឹមថាបាត់បាយស៊ីអសោះនោះបាត់មិញមានរឿងស្អីបានជាលោឡាម្លេះរត់តែដេកពួនបានសោះហ្មងវ៉ៃពុកវាមើលទៅមើលអាតុលាវាមិនចង់ទៅទៀនទៀតហើយអាតុលាឯងខ្ជិលទៀតហើយមែនទេបើបែបនេះពុកបានស្អីស៊ីទៅអាតុលាគ្មានបានការនៅដណាទៀតទៅទៀនឯណាទៀតក៏ទៅចុះបាទពុកកូនលាសិនហើយកាលពីព្រេងនេះមានបរិះពុះម៉ៃម្នាក់រស់នៅយ៉ាងឈឺចាប់បរិះនោះព្រោះតែប្រពន្ធគាត់ខូចចោលទៅគាត់តែងតែស្រវឹងគ្មានលួសថ្ងៃឡើយព្រឹកផឹកល្ងាចផឹកយប់ផឹកបំភ្លេចស្នេហ៍មានតែស្រាទេទៅបាត់ឈឺចាប់បានពុកស្វឹងទៀតហើយមើលចុះបើបែបនេះអាចប៉ះពាល់សុខភាពបានណាពុកឯងជាក្មេងអាយុ10ឆ្នាំជាងទេឯងទៅដឹងស្អីនោះចេញទៅតែពុកមើលទៅពុកចុះស្វឹងជោគជាំហើយណាពុកសម្រានសិនទៅអូយព្រះអើយលោកនៅក្មេងសោះមិនក៏ផឹកមិនអាណិតខ្លួនបែបនេះជារឿងខ្ញុំទេអ្នកមិនធ្លាប់ខូចចិត្តអ្នកមិនយល់ទេតើអ្នកណាថាខ្ញុំមិនធ្លាប់នោះប្តីខ្ញុំទៅតែស្លាប់ខ្ញុំក៏មិនងាយទទួលយកបានដែរម៉ែមើលគាត់ចោះអត់មានប្រពន្ធផងម៉ែក៏អត់ប្តីដែរម៉ែយកគាត់តែម្ដងទៅអើយកូននេះចាំមែនអាក្មេងនេះនិយាយត្រូវតាយកខ្ញុំជាប្តីទៅក្រែងលោវាបាត់ខូចចិត្តខ្លះណាអ្នកកុំនិយាយផ្ដេសផ្ដាស់អីខ្ញុំមិនម៉ាយមែនតែខ្ញុំអៀនណាខ្ញុំនិយាយមែនណាយកខ្ញុំធ្វើជាប្តីទៅចាំខ្ញុំចិញ្ចឹមអូយបានខ្ញុំក្រីក្រគ្មានផ្ទះសម្បែងផងបានលោកមេតានោះខ្ញុំយល់ព្រមចោះចាប់តាំងពីពេលនោះមកពូដុននិងមីងកបក៏បានក្លាយជាប្តីប្រពន្ធនឹងគ្នានិងរស់នៅយ៉ាងរីករាយតែតុលាតូចវិញនោះណែអាតុលាវិជ្ជការធ្នូទៅបោកកៅអៅឯងផងមើលចោះស្វឹងក្អួតឡើងស្អុយហើយវើយបាត់មិញឆ្លាតឧស្សាហ៍អញ្ចឹងទៅល្អណែបោកសរងមីងផងណាក្មួយមីងជាស្រីសរងស្លៀកខ្លួនឯងមិនក៏ប្រើខ្ញុំឲ្យបោកទៅវិញមីងបោកខ្លួនឯងទៅចំវើយមិនក៏វាឆ្លើយម្លេះតិចខាតបានស៊ីបាយទៅគ្រាន់តែប៉ុណ្ណឹងកុំខ្ជិលពេកខ្ញុំមិនខ្លាចទេនេះជាផ្ទះខ្ញុំមិនក៏ខ្ញុំមិនអាចឆៃបាយបាននោះល្អណាស់ចង់សាក់នឹងអញមែនទេពុកវាហើយវាថៃម៉ែវាពុកវាមើលចោះកូនពុកវាឯងឆ្លើយណាស់ផ្ទះនេះក្រក៏ក្រតែវាមិនជួយធ្វើការទេណាអាដុល្លារមិនក៏ឯងខ្ជិលម្លេះទៅធ្វើការទៅឯងមិនឃើញតែគ្រួសារយើងក្រទេអីតែពុកគាត់ប្រើខ្ញុំឲ្យបោកសរងណាពុកទៅធ្វើការទៅកុំខ្ជិលពេកអាយុជាង10ឆ្នាំទៅហើយនៅធ្វើដូចជាក្មេងទៅកើតដែរឆាប់ទៅបាត់ពុកខ្ញុំទៅធ្វើការហើយកុំគិតថាលួចខ្ជិលវើយតិចថាมันបានប្រាប់នោះប្តីប្រមឹកប្រពន្ធខ្ជីចុងក្រោយគ្រួសារកាន់តែក្រទៅនិងវេទនាជាខ្លាំងពុកវាស្វឹងទៀតហើយអីប្រាក់នៅបកពីកាក់ក៏ឆ្លៀតទៀតណែបើតបែបនេះណារលីអស់ហើយអើយវាមិនដែលលាយទេព្រោះវាអស់អាលាយត្រឹមនឹងទៅហើយព្រះអើយបើស្វឹងតបែបនេះមិនយូរទេរោគផែនទីទៅនរកឃើញប្រកាសណាស់កុំភ័យពេកចាំខ្ញុំឲ្យអាដុល្លារវាទៅរកប្រាក់ចាឲ្យទៅដូចមាត់ផងទៅ
គ្រួសារពូដុនកាន់តែលំបាកខ្លាំងឡើងរហូតចុងក្រោយពូដុនគ្មានជំរឿសទេក្រៅពីឲ្យតុលាធ្វើរឿងមួយអាតុលាគ្រួសារយើងក្រណាស់ខ្ញុំឈប់ឲ្យឯងរៀននៅផ្ទះតាមឿងហើយហេតុអីទៅមិញ គ្រាន់តែប៉ុណ្ណឹងក៏មិនយល់ដែរគ្រួសារយើងក្រណាស់ដូច្នេះឆាប់ទៅដើរសុំគេមក មិនកូនចឹងពុកនេះពុកឲ្យខ្ញុំដើរគេមកចិញ្ចឹមគ្រួសារមែនទេ មែនហើយកុំនិយាយច្រើនពេកឆាប់ទៅសុំមកមានតែក្មេងទេទើបគេបានគេអាណិតយល់អត់ ចុះមិនក៏ផាន់អាចរៀនបានចំណែកខ្ញុំត្រូវសុំទៅវិញអយុត្តិធម៌ណាពុកឯងជាស្អីបានចាហ៊ានមកប្រៀបនឹងកូនអញនោះ ទៅចុះទៅសុំទានឲ្យបានច្រើនណាបើសុំទានបានទេកុំមកវិញឲ្យសោះវើយពុកមិនចង់ឃើញមុខឯងទេ ពុកកូនពិបាកលើកដៃណាកូនមិនទៅទេមើលចោះពុកវាអាននេះក្បាលវាមិនខុសពីដៃតាន់ទេ បើអញមិនទៅអញបានអីផឹកស៊ីហ៎ម៉ែវាយោមពាត់មកនេះឆាប់ឡើង ដាក់វាទៅពុកវា នេះណែមិនទៅសុំទានមែនទេ ខ្ញុំឈឺ បាល់រឹងមែនទេ ខ្ញុំទៅហើយខ្ញុំទៅហើយពុកសំមុខហើយអាគ្មានក្បាលដៃ ម៉ែបងតុលាមានរបួសហើយក ុំខ្វល់អីកូនម្ដាយឆាប់ចូលទៅក្នុងទៅតុលាដើរបណ្ដើជុំបណ្ដើហើយតុលាក៏ត្រូវបង្ខំចិត្តធ្វើជាអ្នកដើម្បីគ្រួសារចាប់ពីពេលនោះមកពូខ្ញុំសុំមួយកវិសិនផងបានទេ ក្មួយជាកូនចៅនរណាគេមើលចុះគួរអាណិតណាស់មកពូឲ្យមកកាក់ចុះណា ពូខ្ញុំសូមអរគុណហើយ មើលទៅដូចជាកូននៃដុនតាគួរអាណិតមែនមិនក៏ឲ្យកូនមកដើរសុំទានបែបនេះ ជម្រាបលាពូ ដូចពាក្យចាស់ពោលថាស៊ូស្លាប់បាកុំឲ្យតែស្លាប់មេលិចទូកកណ្ដាលទន្លេកុំឲ្យតែភ្លើងឆេះផ្ទះនេះហើយជីវិតកូនគ្មានម្ដាយនោះតែលតោលណាស់ ពូស្នេហ៍ហាក់នឹកឃើញការគាត់នៅក្មេងព្រោះគាត់ក៏ធ្លាប់ជាក្មេងកំព្រាដែរដូច្នេះគាត់ក៏បានខត់តុលានិងមានប្រសាសន៍ថា ក្មួយឈប់សិនក្មួយមកតាមពូមកចាំពូប្រាប់ ទៅណាទៅពូយល់ថាតុលាមើលទៅគួរឲ្យអាណិតនិងមានសិលធម៌ពូស្នេហ៍ក៏បាននាំតុលាទៅផ្ទះរបស់គាត់អស្ចារ្យណាស់ផ្ទះលោកពូមានក្បួនខ្នាតសាស្ត្រាច្រើនមែនទែន ក្មួយដឹងទេមនុស្សយើងកើតមកត្រូវទៅតស៊ូណាឥឡូវពូជូនក្បួនចំណេះនេះមួយដល់ក្មួយទៅចុះវាអាចជួយក្មួយឲ្យកាន់ចំណេះបាន ក្បួននេះមែនទេមើលទៅមុខជាបង្កប់ចំណេះច្រើនណាស់ហើយខ្ញុំសូមអរគុណហើយណាលោកពូ ក្មួយចាំណាមានតែចំណេះទេទើបធ្វើឲ្យយើងរស់នៅបានល្អនៅក្នុងសង្គម បាទលោកពូខ្ញុំនឹងចងចាំទុក ល្អណាស់ លោកពូគិតអញ្ចេះចុះខ្ញុំមិនចង់បានអ្វីដែលលោកពូឲ្យខ្ញុំទៅទេនោះទេខ្ញុំនឹងជួយធ្វើការលោកពូជាការតបស្នងចុះ ល្អដែរតាទំនេរមកជួយការងារពូមកចាំពូឲ្យប្រាក់ អរគុណណាស់លោកពូខ្ញុំសូមលាហើយណាតុលាក៏ឆ្លាតដែរវាគិតថាបើបានជួយការងារពូស្នាកាលណាវានឹងបានអានក្បួនខ្នាតយ៉ាងច្រើននៅក្នុងផ្ទះរបស់ពូស្នាផងដែរពុកកូនមកវិញហើយ រួចចុយណាប្រាក់នោះឲ្យមកពុកមកពុកយកទៅដាក់ពីបៃតយសិន មិនបានទេឲ្យខ្ញុំមកខ្ញុំយកវាទៅទិញសម្ពុតអាវពាក់ ខ្ញុំក៏ចង់បានអាវថ្មីដែរឲ្យខ្ញុំមក វាជាកូនខ្ញុំដូច្នេះខ្ញុំមានសិទ្ធិជាងគេអាវដុល្លារឲ្យមកពុកមក មិនបានទេឲ្យខ្ញុំមក
ពូដិននិងមីងកបសិតតែចង់បានប្រាក់ម្នាក់ចង់ផឹកម្នាក់ទៀតចង់ទិញសំពត់មើលចាស់ពួកគេមិនគិតពីដុល្លារបន្តិចសោះឡើយទៅសុំទៀតមកហើយម្ដងនេះត្រូវសុំឲ្យច្រើនលឺទេបើមិនអញ្ចឹងទេកុំសង្ឃឹមថាបានបាយស៊ីអសោះនោះបាទមីងអេឈប់សិននោះជាស្អីជាតម្រាពូស្នាឲ្យខ្ញុំណាមីងឆាប់ឲ្យមកឲ្យកូនយើងភ្លាមឯងកុំសង្ឃឹមថាបានចេះជាងកូនយើងនោះតែវាជារបស់ខ្ញុំទេយើងមិនខ្វល់ទេឆាប់ឲ្យមកណែកូនផាន់កូនត្រូវខំរៀនលឺទេកុំឲ្យដើរសុំទានដោយអតុលាគ្មានអនាគតទេបាទម៉ែកូនមិនដើរសុំទានជាដាច់ខាតកូនខ្មាស់គេណាស់ល្អណាស់កូនម្ដាយអាតូឡាម្ដងនេះទៅសុំឲ្យឆ្ងាយបន្តិចទៅព្រោះចិត្តនេះគេមើលស្គាល់កូនអស់ហើយគេមុខជាមិនឲ្យទៀតទេតែពុកកូនមិនស្គាល់ផ្លូវទៅឆ្ងាយនោះទេយាយអានេះវៃវាមិនវិញស្អីទេឆាប់ទៅបាទពុកចុះពុកវាប្រុងតាណាទៀតហើយនឹងខ្ញុំទៅដាក់ពីប៊ីតយសិនម៉ែវាឯងកុំល្អូពេកមើលពុកវាផឹកមិនឈប់ទេណោះចាំមើលចោះមុខជាអស់ថ្លើមមិនខានទេកុំមកបំភ័យខ្ញុំនោះវាមិនទៅស្អីទេខ្ញុំគ្រាន់តែថាទេបាទហើយតោះកូនទៅរកបាយទឹកទៅបាទម៉ែពូដិនគិតតែពីផឹកមិនគិតធ្វើការទេហើយគ្រប់យ៉ាងគឺមានតែតុលាប៉ុណ្ណោះដែលជាអ្នករកប្រាក់ឲ្យគ្រួសារទាំងមូលទឹកហូរកាត់ផ្លូវអាដៅបិណ្ឌខ្ញុំចាប់ដូនតាយំទុំដើមសង្កែទឹកថ្នោតជូរតាគៀវនៅតែឆ្ងាញ់ណាស់ដែរលក់ក្រោមដើមសង្កែរសជាតិអដែល ពូស្នាផងដែរបានឃើញសកម្មភាពរបស់ពូដិនពីចម្ងាយហើយគាត់ក៏បានលន់មាត់និយាយម្នាក់ឯងថាជាឪពុកដែរបែរជាមិនធ្វើខ្លួនជាឪពុកមើលចុះឲ្យកូនដើរសំទានគេទៅវិញចំណែកខ្លួនឯងបែរជាមកស្វឹងមិនឈប់សោះពូស្នាគិតថាបើគាត់មិនជួយប្រហែលជាពូដិននេះមិនកែប្រែទេដូច្នេះអនាគតតុលាអាចមិនល្អក៏ថាបានលបងស្វឹងទៀតហើយអីជារឿងខ្ញុំទេស្លៀកពាក់ស្អាតបែបនេះចង់ចូលមកបដៅខ្ញុំឯណាថយទៅខ្ញុំមិនចង់ស្ដាប់ទេលបងបើនៅតែស្វឹងបែបនេះចុះអនាគតតុលានឹងទៅជាបែបណាទៅរឿងកូនខ្ញុំកុំមកចេះដឹងថយទៅប្រាប់ថាឲ្យថយចេញទៅពូដិនស្ដាប់មិនជើលមិនចង់យល់អ្វីក្រៅពីផឹកទឹកថ្នោតជូរឡើយមើលចោះគាត់ក៏បានដើរចេញទាំងស្រវឹងជើហើយមនុស្សហេតុតែល្ងងមើលអ្វីក៏មិនឃើញដែរអញ្ចឹងបានជាអ្នកប្រាជ្ញពោលថាធ្វើជាមនុស្សត្រូវតែមានចំណេះដឹងទៅជាការល្អពីមួយថ្ងៃទៅមួយថ្ងៃតុលាបានដើរសុំទានគេពីភូមិមួយទៅភូមិមួយចំណែកមីងកបវិញក៏ប្រើសពការងារទាំងអស់តុលាគ្មានពេលទំនេរសោះឡើយអាតុលាឯងធ្វើស្អីហ្នឹងមីងខ្ញុំឃ្លានពេកហ្នឹងណាក៏រោបបាយកកហូបបន្តិចតែម្ដងទៅអាយ៉ាប៉ះហឺនណាស់ណោះបាយកកនេះយើងទុកឆៃពេលល្ងាចជាមួយកូនយើងទេមិនក៏ឯងហ៊ានលួចស៊ីទៅវិញនោះតែមីងខ្ញុំអត់ទាន់បានហូបអីទេខ្ញុំឃ្លានណាស់ចុះបើយើងមិនអើយតើវាយ៉ាងម៉េចហាខ្ញុំសុំទានគេគ្រប់ភូមិហើយត្រូវបម្រើការងារក្នុងផ្ទះសពយ៉ាងទៀតគ្រាន់តែបាយកកក៏គ្មានសិទ្ធិហូបដែរមែនទេអូហូចេះតវ៉ាចេះរៀបរាប់ទួញសោកណាស់ណោះណែឆាប់ម្នេះមកយើងមួស្លឹកកាជីឲ្យដាច់ម្ដងទៅមើលអើយមីងកុំអីខ្ញុំឈឺណាស់
មិញក៏វីហើយវីទៀតធ្វើឲ្យតុលាហូរឈាមពេញខ្នងមិញខ្ញុំឈឺណាស់មិញរៀងចាតហើយឬនៅអាក្មេងសុំទៀនអាក្ររហាមអាគ្មានម៉ែឪបដៅមិញខ្ញុំរៀងហើយក្នុងពេលនោះពូស្នាក៏បានដើរមកឃើញឈប់សិនមិនក៏ធ្វើបែបនេះមិនចេះអាណិតក្មេងទេអី ជារឿងខ្ញុំទេអ្នកណាជាអ្នកណាមកពីណាគ្មានពាក់ព័ន្ធឡើយ តែអ្នកធ្វើបែបនេះវាជារឿងខុសច្បាប់ណាប្រើអំពើហិង្សាលើកុមារអ្នកនឹងត្រូវទទួលទោសជាមិនខានមានរឿងស្អីបានជាលោឡាម្លេះរត់តែដេកពួនបានសោះហ្មងវ៉ៃ ពុកវាមើលទៅមើលអាតុលាវាមិនចង់ទៅសុំទៀតហើយ អាតូឡាឯងខ្ជិលទៀតហើយមែនទេបើបែបនេះពុកបានស្អីស៊ីទៅ ខ្ញុំអត់ទេពុកខ្ញុំសុំតែថ្ងៃនេះខ្ញុំឃ្លានណាស់ខ្ញុំហត់ណាស់ណាពុក គ្រាន់តែសុំសោះអីក៏ល្អូម្លេះទៅសុំមកវាមិនដែលទៅហត់ស្អីទេព្រះហើយមើលឪពុកចុះពិតជាគួរអាណិតក្មេងណាស់មិនគួរណាកើតនៅក្នុងគ្រួសារនេះទេទៅសុំគេមក បាត់ពុក តូឡាមកជាមួយពូមកចាំពូជួយបាត់ថ្នាំឲ្យ បាត់លោកពូ អាតូឡាបើសុំមិនបានកុំមកផ្ទះវិញឲ្យសោះវើយ ពូស្នាអាណិតតុលាណាស់តែគាត់មិនដឹងថាជួយបញ្យលអាណាព្យាបាលរបស់តុលាបែបណាទេ តូឡាក្មួយនៅទីនេះសិនហើយមិនបាច់ដើរសុំទានគេទេ តែពូបើខ្ញុំមិនសុំទានទេពុកមកជីវីខ្ញុំមិនខានទេ មិនអីទេបើពុកក្មួយមករចាំពូជាអ្នកឲ្យប្រាក់បើក្មួយគិតទៅពីដើរទានចុះចំណេះដឹងក្មួយនោះក្មួយរីកចម្រើនបានដោយរបៀបម៉េចទៅ តែខ្ញុំក្រែងចិត្តលោកពូណាស់ បើក្មួយក្រាញ់ចិត្តពូក្មួយធ្វើការឲ្យពូចុះ បាត់ពូសម្រាប់អញ្ចឹងក៏បានណាពូខ្ញុំអរគុណពូហើយចាប់តាំងពីពេលនោះមកពូស្នាតែងតែបង្រៀនចំណេះដឹងដល់តុលាចំណែកតុលាក៏មិនសូវបានទៅផ្ទះញឹកញាប់ដូចមុនទៀតដែរពងកូនមកដល់ហើយមកហើយអីមករយៈនេះមិនដែលអើតក្បាលមកសោះណោះដោះស្លាប់ហើយមែនទេបានជាមិនចង់មកផ្ទះនោះកូនធំហើយកូនត្រូវធ្វើការរកប្រាក់ណាពងដូច្នេះកូនមិនសូវបានមកលេងពុកទេមកឬមិនមកវាមិនសំខាន់ទេដែលសំខាន់គឺឲ្យប្រាក់មកឆាប់ឡើងបាទពងនេះប្រាក់ពុកយកចុះ អូហូយកប្រាក់មកហើយមែនទេ មិនដឹងជាយកមកធ្វើស្អីទេគ្រាន់តែប្រាក់ប្រមាណកាក់សោះហ្នឹង មែនហើយមើលតែកូនខ្ញុំចោះស្អែកនេះនឹងទៅប្រឡងកំណាប់ក្នុងរាជវាំងហើយមិនយូរនឹងឈ្នះរង្វាន់បានប្រាក់ហូរហៀមមិនខានទេ ប្រឡងកំណាប់មែនទេអស់ចាស់ណាស់កូនប្រុសកូនមុខជាបានរង្វាន់ជាមិនខានទេព្រោះកូនប៉កែណាស់កូនប៉កែមកតាំងពីតូចកុំហៅខ្ញុំតកូនអីព្រោះពូមិនដែលទុកខ្ញុំជាកូនឯណាពីមុននោះតែណែ បានហើយពុកវាឯងក៏ភ័យពេកបើកូនខ្ញុំប្រឡងជាប់ខ្ញុំនឹងជួយចិញ្ចឹមភ័យនោះភ័យ អរគុណណាស់ម៉ែវាអាតូឡាគ្មានបានការនៅដណាទៀតទៅទៀនឯណាទៀតក៏ទៅចុះបាទពងកូនលាសិនហើយ ទោះបីជាពុដិនមិនដែលស្រឡាញ់កូនបង្កើតខ្លួនឯងក៏ដោយក៏តុលាមិនទៅចិត្តដែរតុលាមានតែខំតស៊ូបន្តប៉ុណ្ណោះ ក្មួយតុលាពូមានដំណឹងមួយសម្រាប់ក្មួយណាតែជារឿងអីទៅពូនៅក្នុងរាជវាំងមានការជ្រើសរើសទីប្រឹក្សាពូគិតថាដល់ពេលដែលក្មួយត្រូវចូលរួមហើយមែនទេពូតែក្មួយដូចជាមិនសូវជឿជាក់សោះកុំបារម្ភអីក្មួយមុខជាអាចធ្វើបានពូជឿជាក់លើក្មួយណាបាទពូខ្ញុំនឹងព្យាយាម
ប្រហែលជាដល់ពេលដែលខ្ញុំត្រូវសងគុណពូវិញហើយត្រូវហើយតែក្មួយមិនចាំបាច់ធ្វើដើម្បីពូក៏បានដែរតែដើម្បីអនាគតខ្លួនឯងនោះអីបាទពូ តុលាជាមនុស្សពូកែអត់ធ្មត់ឆ្លាតវៃនិងចេះដោះស្រាយគ្រប់កិច្ចការផ្សេងៗនៅក្នុងរាជវាំងផងដែរតុលាធ្វើឲ្យព្រះរាជាពេញចិត្តជាខ្លាំង ឯងពិតជាមានទេពកោសល្យមែនយើងសម្រេចថាតែងតាំងឯងជាទីប្រឹក្សាក្នុងរាជវាំងទៅចុះសូមអរព្រះគុណក្រាបទូលពូខ្ញុំធ្វើបានហើយក្មួយពូរំភើបណាស់រកនិយាយអីមិនចាញ់ទេសូមអរព្រះគុណណាស់ក្រាបទូលដែលទុកចិត្តលើសមត្ថភាពក្មេងប្រុសដ៏កំសត់ម្នាក់នេះអ្នកណាក៏អាចមានឱកាសបានដែរឲ្យតែមានសមត្ថភាពពិតៗក្រាបទូល នីផាន់កូនមីងកបផងដែរក៏ដល់ថ្ងៃប្រឡងកំណាព្យហើយពួកគេក៏បានមកដល់ព្រះបរមរាជវាំងផងដែរពុកវាមើលចោះស្អុយទឹកថ្នោតជូរណាស់ថ្ងៃនេះជាថ្ងៃពិសេសផងបាក់មុខអស់រលេងហើយនេះវាមិនអីទេម៉ែវាគ្រាន់តែចំហាយតិចតើបានហើយឈប់ប្រកែកគ្នាទៅបើនៅតែធ្វើរឹកស្រែអញ្ចឹងទៀតខ្ញុំមិនឲ្យចូលតែទាំងពីរនាក់ឥឡូវហ្នឹងហើយចាអ្នកទាំង3កំពុងតែអែអង្សអេះអុញពូស្នានិងតុលាក៏បានដើរចេញមកអេនោះជាអ្នកណាជាតុលាមែនទេមើលទៅហំហានណាស់ហំហានមែនទេវាខ្ចីសម្លៀកបំពាក់គេស្លៀកទេដឹងពងណាមីងតើមករាជវាំងមានការអីហ្នឹងរួចឯងជាស្អីបានជាសួរបែបនេះកូនយើងជាជើងឯកកំណាប្រចាំរាជវាំងណាចាំបាច់អីប្រាប់ឯងនោះនេះនៃផាន់មិនទាន់ប្រកួតឯណាអីក៏អួតម្លេះវាគង់តែមុនហើយនឹងក្រោយទេអ្នកក្រដូចលោកមិនយល់ទេមិនយល់មែនទេតែការប្រកួតកំណាព្យត្រូវបានបញ្ចប់ហើយអ្នកឈ្នះក៏រកឃើញហើយដែរអ្នកមកយឺតពេលហើយថាម៉េចអើយមិនអាចទេនេះមកពីពុកនឹងម៉ែនឹងឯងដើមចេះគោរពពេលវេលានោះឃើញទេអាលេងអស់បាត់ហើយកុំមិនទោសពុកម៉ែអីតែមកពីក្មួយឯងដែរនឹងដែលគ្មានការប្រុងប្រយ័ត្ននិយាយរួមចេះតែម្យ៉ាងគឺការអួនពូនិយាយស្អីហ្នឹងជឿតែខ្ញុំវាយពូទេពិតជាគ្មានបានការមែនហើយលបងស្នាលបងនិយាយត្រូវហើយពុកវាមិនក៏មិនកាន់ជើងខ្ញុំបែបនេះយល់ល្អអ្នកទាំងអស់គ្នាគួរចាក់ចេញទៅវិញទៅបើមិនចង់មានទោសនោះថាម៉េចនេះលោកជាស្អីបានជាប្រហើនម្ល៉េះហាតាមមានរឿងអ្វីហ្នឹងសូមថ្វាយបង្គំព្រះនាងព្រះអើយព្រះនាងស្អាតណាស់សមនឹងកូនផាន់មែនទេនិយាយតែផ្ដាស់ព្រះនាងមានព្រះស្វាមីហើយណាអ្នកមិញមិនសមពោលពាក្យបែបនេះទេអ្នកមិញនឹងខ្លាចជាមនុស្សគ្មានច្បាប់ទម្លាប់តែខ្ញុំមិនប្រកាន់ទេម្ចាស់អូននេះជាឪពុករបស់បងណាអើយស្អីគេចេះម្ចាស់អូនមែនទេគួរឲ្យអស់សំណើចណាស់អ្នកប៉ុនមកសំរុំទៀតហើយគឺតុលាជាព្រះស្វាមីនៃព្រះនាងចេនឡាដ៏ស្រស់ស្អាតសូមដឹងផងទៅអើយថាម៉េចមិនអាចទេស្មានមិនដល់តែក្មេងធ្លាប់ទៅទៀនមិនអាចឡើងខ្ពស់មែនទេនេះជាតម្លៃនៃចំណេះណាមិនដូចអ្នកខ្លះបានទៅអួតនោះទេមិនអាចទេមិនជឿទេអាទៀនមិននឹងអាចខ្លាចជាខ្ពង់ខ្ពស់បែបនេះនោះពុទ្ធោឲ្យកូនសម្លាញ់កូនពិតជាឆ្អឹងដែតមែនពុកមើលកូនខុសហើយកូនពូកែដូចជាក្របពេជ្រតែពុកបែរជាមិនអោយតម្លៃកូនសោះកូនមិនដែលប្រកាន់ពុកទេពុកមិនគួរណាស្វឹងដល់ថ្នាក់អោបកសោបបិសាចពោះនេះសោះពុកខុសហើយពុកសុំទោសផងណាកូនអើយអាក្រក់ណាស់មិនក៏ដេកខ្ញុំយ៉ាងនេះពងកូនបានទិញដីទិញផ្ទះឲ្យពុកថ្មីហើយពុកមិនក្រទៀតទេហើយពុកក៏មិនពិបាកទៀតដែរពុកសប្បាយចិត្តណាស់ប៉ុន្តែពេលនេះពុកចង់ទៅបួសហើយព្រោះពុកខ្មាស់កូនណាស់ចោះខ្ញុំវិញនោះនាងទៅណាក៏ទៅអើយមនុស្សគំរោះអើយអាក្រក់ណាស់សេនានាំអ្នកមិនពាក់ព័ន្ធចេញឲ្យអស់ចុះនេះជាតម្លៃនៃចំណេះដឹងមិនថាអ្នកមកពីទីកន្លែងណាឬកើតក្នុងគ្រួសារបែបណាឡើយឲ្យតែអ្នកពូកែតស៊ូរៀនសូត្រអនាគតអ្នកនឹងភ្លឺស្វាងមិនខាន
និទានអំពីព្រះរាជបុត្រមួយអង្គរៀនសិលវិជ្ជាជាមួយនឹងលោកតាអេសីអររយៈកាលយូរមកហើយលើទ្រង់រៀនចប់សពគ្រប់ហើយនោះទ្រង់ក៏បានធ្វើដំណើរវិលមកកាន់នគរវិញនិងបានជួបប្រទះនឹងរឿងម្យ៉ាងនៅតាមផ្លូវ ហើយដូចជាល្វើយណាស់គិតសម្រាប់នៅទីនេះមកសលេតសិនហើយអូឈប់សិនលោកតាបានផ្ដាំថាហាមផ្ទុំលើដីនៅក្នុងព្រៃជ្រៅបើបែបនោះដើមឈើនេះក៏ស័ក្តិសមហើយ ព្រះរាជបុត្រទ្រង់មានទឹកប្រតិល្អនិងមានការគោរពណាស់ហើយទ្រង់ក៏ពុំដែលភ្លេចរត់បណ្ដាំលោកតាមនីអេសីបន្តិចឡើយ មិនដឹងថាមាននរណាជួយមើលថែលោកតាទេចំណែកពេលនេះយើងក៏នឹកព្រះមេដានិងព្រះបិតាណាស់ដែរ កាលវេលានោះព្រះរាជបុត្រទ្រង់ផ្ទុំមើលស្លឹកឈើមួយសន្ទុះក៏បានលងលក់ឈឹងទៅចំណែកខ្លាញីមួយក្បាលក៏បានដើរមកនិងបានសំងំនៅក្រោមដើមឈើនោះដូចគ្នាព្រះរាជបុត្រអើយតាមរយៈសពសត្វទាំងឡាយនិយាយគ្នាគឺទ្រង់ជាមនុស្សដែលមានទឹកប្រតិល្អណាស់សង្ឃឹមថាទ្រង់នឹងមានក្តីមេត្តាចំពោះខ្ញុំម្ចាស់ផងទៅចោះ ខ្លាញីសំងំរងចាំអស់ពេលដ៏យូរមិនទៅណាទេចំណែកព្រះបុត្រាលុះលងលក់លមុំកាលណាហើយនោះទ្រង់ក៏បានតែនព្រះកាយមកវិញតើព្រះរាជបុត្រទ្រង់ភ្ញាក់ហើយមែនទេ តែខ្លាមុននេះរងចាំឆៃសាច់យើងមែនទេកុំអីណាយើងមិនចង់សម្លាប់ឯងទេសូមឯងតាណាក៏ទៅចុះ ព្រះរាជបុត្រខ្ញុំម្ចាស់មិនឆៃទ្រង់ទេព្រោះខ្ញុំម្ចាស់ជាមនុស្សតា ថាម៉េចចុះហេតុអីក៏ខ្លាខ្លាយទៅជាបែបនេះទៅវិញ គឺព្រោះខ្ញុំម្ចាស់ជាប់បណ្ដាសាគ្រោះអាគមម្នាក់ទៅប្រែជាបែបនេះទៅសូមទ្រង់ជួយខ្ញុំម្ចាស់ផងបានទេ តែខ្លាចង់ឲ្យយើងជួយបែបណាទៅ ព្រះរាជបុត្រល្បីថាទ្រង់មានប្រតិល្អលើសគេហេតុនេះសូមទ្រង់ព្រមយកខ្ញុំម្ចាស់ជាប្រពន្ធផងណា អញ្ចឹងមានន័យថាបើយើងយកខ្លាជាប្រពន្ធខ្លាឯងនឹងខ្លាយជាមនុស្សវិញហើយមែនទេ គឺមែនហើយសូមទ្រង់មានបន្ទូលថាយកខ្ញុំម្ចាស់ជាព្រះជាយានោះខ្ញុំម្ចាស់នឹងខ្លាចជាមនុស្សហើយសូមទ្រង់មានបន្ទូលមកណាព្រះពរ បានយើងនឹងយកខ្លាជាព្រះជាយានៅក្នុងពេលនេះចុះសូមខ្លាយជាមនុស្សវិញមកណានាងខ្លា ដោយអ្វីដែលរំពឹងនេះទីបំផុតខ្លាក៏បានប្រែជានារីដ៏ស្រស់ស្អាតម្នាក់តែម្ដងអរគុណហើយព្រះរាជបុត្រទីបំផុតខ្ញុំម្ចាស់ខ្លាចជាមនុស្សវិញហើយព្រះពរម្ចាស់ នេះពិតជា តើព្រះរាជបុត្រមិនចោះមកទេមែនទេមុននេះទ្រង់បានសន្យាហើយណាថាយកខ្ញុំម្ចាស់ជាព្រះជាយានោះអី គឺមែនហើយយើងមិនភ្លេចសន្យាទេ ខ្ញុំពិតជាអរព្រះគុណទ្រង់ណាគ្មានទ្រង់ខ្ញុំម្ចាស់មុខជាមិនអាចខ្លាចជាមនុស្សទេ មិនគួរណាគ្រូអាគមនោះចិត្តអាក្រក់ដាក់ស្រីដ៏ស្អាតទន់ភ្លន់បែបនេះសោះ ព្រះរាជបុត្រតើពួកយើងនឹងទៅណាបន្តទៅ គឺពួកយើងនឹងចេញពីព្រៃនេះហើយក៏នឹងរៀបការជាមួយគ្នាផងដែរ ព្រះពរពីពេលនោះមកព្រះរាជបុត្រនិងនាងខ្លាក៏បានសន្យានឹងគ្នាជាប្តីប្រពន្ធឬក៏បានធ្វើដំណើរទៅមុខបន្តទៀតលុះបានឆ្ងាយបន្តិចគួរសមនាងក៏បានពោលសួរថាព្រះរាជបុត្រតើខ្ញុំម្ចាស់នឹងខ្លាចជាព្រះមហេសីដែរទេ តំណែងជាព្រះមហេសីមិនងាយទទួលបានទេណាអូនកុំតូចចិត្តអីណាបើយើងមិនទាន់បានឆ្លើយនោះ ព្រះពរតែខ្ញុំម្ចាស់ដូចជាភ័យណាស់ចាប់អាទីនោះទ្រង់ភ្លេចខ្ញុំម្ចាស់គិតយ៉ាងម៉េចទៅ ជឿចុះយើងមិនបោះបង់អូនចោលទេតោះសម្រាប់សិនទៅចាំបងបក់ខ្យល់និងបំពេអូនណា ព្រះពរព្រះស្វាមីស្របពេលដែលព្រះរាជបុត្រកំពុងតែច្រៀងបំពេម្ចាស់ស្នេហ៍នៅក្រោមដើមឈើនោះព្រានព្រៃម្នាក់បានឃើញនិងបាននិយាយថា ហេមើលតពួកគេទំនងជាមានមាសប្រាក់ច្រើនណាស់ហើយក៏មិនស្គាល់យើងទៀតបំណាច់តបបាញ់មិនបានគិតប្លន់យកមាសប្រាក់សិនទៅ គិតបែបនេះហើយនីព្រានព្រៃក៏បានដំឡើងសំឡេងឬក៏បានស្រែកគំរាមពីចម្ងាយ ណែពួកឯងចូលនៅឲ្យស្ងៀមហើយបើមានមាសប្រាក់ក៏ទុកនៅទីនេះហើយបើចង់មានជីវិតរស់នៅ តើអ្នកណាគេស្រែកនឹងព្រះស្វាមី បងក៏មិនដឹងដែរមើលទៅដូចជាចោលហើយមិនឮទេមែនទេយើងប្រាប់ថាឲ្យទុកមាសប្រាក់នៅទីនេះហើយដើរចេញទៅបើសិនជាចង់រស់តែពួកយើងគ្មានប្រាក់ទេស្លៀកពាក់ស្អាតមិនក៏ថាគ្មានប្រាក់ឯងកុហកយើងហើយ
យើងពិតជាអត់មានមែនណាព្រោះយើងទៅតែមកពីហាត់រៀនមុនវិជ្ជាតែយើងមានមាសប្រាក់ឯណាមកជូនលោកនោះ ចំណែកនាងខ្លាវិញនោះចិត្តកាត់អីក៏មិនដឹងស្រាប់តែយល់ថានីព្រានដូចជាមានមុនស្នេហ៍ទៅវិញបរោះព្រានដូចជាសង្ហាណាស់បើបានគាត់ជាប្តីនោះខ្ញុំច្បាស់ជាបានរីករាយមិនខានទេ កុំនិយាយច្រើនបើគ្មានប្រាក់ទេងាប់ទៅ ព្រានមិនទាន់បានទាញព្រួញសម្រាប់ព្រះរាជបុត្រផងនាងខ្លាស្រាប់តែយកកំបិតចាក់ទ្រង់ពីក្រោយមួយទំហឹង មិនក៏អូនធ្វើបែបនេះបងឈឺណាស់ តើឲ្យទុកអ្នកដោយរបៀបណាទៅបើអ្នកមិនសង្ហាផងនោះណែបើមិនសម្លាប់ទេខ្ញុំមុខជាខកខានបានប្តីសង្ហានោះមិនខានទេ មិនក៏នាងសម្លាប់ប្តីនាងអញ្ចឹង លោកមិនដឹងទេបរោះនេះពូកែណាស់បើមិនសម្លាប់នោះលោកមិននឹងអាចយកឈ្នះគាត់ទៅ ចុះហេតុអីក៏ជួយយើង ព្រោះអូនស្រឡាញ់ភាពអង្អែងរបស់បងនោះអីចំណែកបរោះនេះជាព្រះរាជបុត្រមែនផងក៏មិនដឹងដែរ តើនាងពិតជាស្រឡាញ់យើងណាស់មែនទេ ចាពិតជាពេញចិត្តលោកណាស់ក្នុងស្ថានភាពនោះដែរនីព្រានព្រៃក៏បានគិតនៅក្នុងចិត្តថា ដីសង្ហាហើយនឹងពូកែក៏សម្លាប់ចុះទម្រាំយើងក្រនឹងរស់ទៅក្នុងព្រៃនោះតើនាងមិនសម្លាប់យើងទៅហើយទេអីមិនបានទេនាងនេះគ្មានចិត្តស្មោះទេ គិតបែបនេះហើយព្រានព្រៃក៏បានទាញព្រួញបាញ់តម្រង់នាងខ្លាបណ្ដាលឲ្យនាងដួលមួយទំហឹងក្នុងគ្រានោះទៅចុកណាស់មិនក៏បងធ្វើបែបនេះអូយ ប្តីទាំងសង្ហាទាំងអង្គអាចក៏នាងសម្លាប់ចុះទម្រាំយើងតើឲ្យយើងជឿបានដោយរបៀបម៉េចទៅ អាព្រានឯងចាំមើលចោះយើងនឹងសងសឹកឯង ចំជាខាតពេលមែនគ្មានបានប្រាក់សោះចូលងាប់កដាលព្រៃឲ្យសัตว์ព្រៃស៊ីនៅទីនេះទៅ បន្ទាប់ពីព្រានព្រៃដើរចេញទៅបាត់រុក្ខទេវតាមួយព្រះអង្គក៏បានបង្ហាញព្រះកាយចេញមកនិងមានបន្ទូលថា ព្រះរាជបុត្រអង្គនេះជាអនាគតព្រះរាជាដ៏អស្ចារ្យពេលនេះមិនទាន់អស់ជីវិតទេចូលទ្រង់រស់ឡើងវិញមកចុះ សូមថ្វាយបង្គំលោករុក្ខទេវតាទូលបង្គំសូមអរព្រះគុណហើយក្រាបទូលល្អហើយចូលព្រះរាជបុត្រយាងទៅនគរចុះប្រពន្ធទូលបង្គំនោះក្រាបទូលសូមជួយនាងផងទៅនាងមិនអាចក្លាយជាមនុស្សម្ដងទៀតទេនាងនឹងទទួលកម្មរបស់នាងហើយក្រាបទូលម្យ៉ាងទៀតចូលទ្រង់ចាំទុកស្ត្រីដែលមានលក្ខណៈល្អស័ក្តិសមនឹងទ្រង់គឺមានលំអ5យ៉ាងផងដែរចំណែកនាងខ្លាគឺមិនស័ក្តិសមនឹងទ្រង់ទេតើ5យ៉ាងនោះមានអ្វីខ្លះទៅក្រាបទូលនោះគឺទី1សក់ស្អាតទន់រលោងទី2មានបបោមាត់ក្រហមឆ្អៅដ៏ស្រស់ស្អាតទី3មានធ្មេញស្និតស្អាតរឹងមាំល្អទី4មានស្បែកម៉ត់ល្អល្អះនិងទី5គឺមានវ័យមិនចាស់សាច់នៅចាំផងដែរទូលបង្គំដឹងហើយក្រាបទូលសូមអរព្រះគុណណាស់ចូលយាងទៅដោយសុខសប្បាយចុះណាសូមថ្វាយបង្គំលាក្រាបទូល ចំណែកនាងខ្លាផងដែរនេះរុក្ខទេវតាក៏បានធ្វើឲ្យនាងខ្លាយទៅជាដើមឈើដ៏ធំមួយដើមនិងមានមែកសាខាដ៏ត្រឈឹងត្រឆៃ នាងជាស្រីរមិលគុណនឹងក្បត់ប្តីចូលនាងរស់ជាដើមឈើដែលមិនអាចផ្លាស់ទីបានទៅចុះ ពលមានបន្ទូលហើយនោះទ្រង់ក៏បានបំបាំងកាយបាត់ទៅចំណែកនាងខ្លាដែលប្រែជាដើមឈើក៏បានកម្រើកម្ដងបន្តិចម្ដងបន្តិចនិងបានដឹងខ្លួនវិញរួចនិយាយថាមិនក៏យើងខ្លាចជាដើមឈើបែបនេះមិនប៉ះទេតើនេះជាកម្មអ្វីទៅអត់ទេយើងត្រូវតែខ្លាចជាមនុស្សវិញឲ្យបាននាងបិសាចដើមឈើប៉ាត់ជាពិបាកទទួលយកណាស់ហេតុនេះនាងខឹងនឹងបានសម្រេចចិត្តថាឲ្យតែមានគេមកសម្រាកនាងនឹងសម្លាប់ភ្លាម អេដើមឈើនេះដូចជាប្លែកណាស់រូបរាងក៏អាក្រក់ទៀត
តែណហើយចុះមេឃវាក៏ដូចជាល្អដែរកាប់យកទៅធ្វើជារនាបមុខជាមុំហើយ បលបែបនេះហើយព្រានព្រៃក៏បានកាប់ភ្លាមតែម្ដងចំណែកបិសាចដើមឈើនោះក៏កាន់តែខឹងនិងបានស្រែកមកថាណែអាព្រានកំរោះមិនដឹងថាយើងកំពុងតែដេកទេអីមិនក៏មកកាប់ជើងបែបនេះ អ្នកណាគេហ្នឹងជាខ្មោចមែនទេយើងជាព្រានព្រៃយើងមិនខ្លាចទេវើយ អូហូគឺឯងសោះអាព្រានកំរោះកាលនោះឯងសម្លាប់យើងពេលនេះយើងនឹងស៊ីឯងចោះ ស្អីគេហ្នឹង យើងជានារីដែលឯងបាញ់សម្លាប់នោះអីចូលរលីក្នុងពោះយើងភ្លាមទៅ អត់ទេជួយផង ព្រានព្រៃมันអាចរត់រួចទៀតទេបិសាចដើមឈើបានចាប់ព្រានព្រៃលេបចូលគ្មានសល់អ្វីឡើយធ្វើឲ្យគាត់រលីពីផែនដីបាត់ទៅ ល្អណាស់នេះជាចំណីដែលល្អជាងគេមែនមានកំហឹងមានការគុំគួនគ្មានពិចារណានាងដើមឈើកាន់តែសាហាវឡើងហើយមានពេលមួយនោះដែរនាងមានកម្រងការអាក្រក់មួយឡើងមកបន្តទៀតបើយើងធ្វើឲ្យមានផ្លែឈើល្អចេញមកជាបោកមនុស្សបោកសត្វឲ្យមកមិនខានទេដល់ពេលនោះ គឺមែនហើយនាងដើមឈើបាត់បញ្ចេញផ្លែចេញមកនិងបានបន្សាយក្លិនដល់គួរឲ្យចង់បរិភោគផងដែរអាចែមឯងមានធំក្លិនក៏អូបផ្លែឈើទេមើលណយខ្ញុំរៀបនឹងសួរឯងថាមានធំក្លិនទេអូយចៅចំក្លិនវាទំនងជាមានរសជាតិផ្អែមត្រជាក់ណាស់ហើយបើអញ្ចឹងពួកយើងទៅរកបេះតែម្ដងទៅខ្ញុំដូចជាហេវណាស់អូតមិនចាំយូរក្មេងខ្វៀលកោទាំងពីរបានស្រង់តាមក្លិនក្រអូបនៃផ្លែឈើទុំរហូតតតែបានជួបតែម្ដងចៅចែមមើលចុះទុំល្អណាស់ផ្លែទុំល្អក្លិនក៏ក្រអូបសម្រាប់ដល់រសជាតិពិតជាផ្អែមណាស់ឆាប់បេះទៅចៅចំគ្នាគប់សិនចូលមកកុំគប់អីឡើងបេះមកក្មេងតូចក្មេងតូចទាំងពីរដៃត្រង់ណាស់ពួកគេបានគប់បាន 2-3 ដំបងហើយក៏ជ្រុះបាន 3-4 ផ្លែតែម្ដងអើយក្អូបណាស់បកសិនអុយក្លិនកាន់តែជិតកាន់តែក្អូបតែម្ដងចៅចែមមិនក៏អញ្ចឹងខាងក្នុងសុទ្ធតែដង្កូវមើលចុះគួរឲ្យខ្ពើមណាស់អូយព្រះអើយស្អាតតែរូបក្អូបតែកាយតែខាងក្នុងឡើងរលួយតែម្ដងដើមឈើនេះជាតិមុនមុខជាមនុស្សស្រីដែលស្អាតតែរូបក្អូបតែកាយតែចរិតមាយាទមុខជាអន់ណាស់ហើយមើលទៅនោះខ្ញុំក៏គិតអញ្ចឹងដែរសំមុខហើយដែលកោតជាដើមឈើនឹងមិនអាចដើរបានបែបនេះនោះដើមឈើលើហើយកាន់តែខឹងណាស់ហេតុនេះនាងក៏បានប្រើឫសចាប់យកក្មេងទាំងពីរធ្វើជាអាហារតែម្ដងហើយគួរឲ្យខឹងណាស់សុកមកដៀលយើងតែមិនអីទេយ៉ាងណាក៏យើងអាចឆ្អែតមួយពេលដែរការគ្រានោះដែរមីងក្រវ៉ាន់ឃើញសភាពដើមឈើចាប់ក្មេងៗស៊ីទាំងរស់បែបនោះគាត់ស្លន់ណាស់គាត់ក៏បានភាំងស្មារតីនិងបានរត់ចេញទាំងភ្នែកសស្លើតតែម្ដងអើយស៊ីមនុស្សហើយភ័យណាស់អើយព្រះអើយភ័យណាស់លោកអើយមីងតាមីងកាត់អីហ្នឹងមើលទៅដូចជាភ័យម្ល៉េះហើយភ័យណាស់ជួយផងតែមីងមានរឿងអ្វីមែនទេសុំមីងនិយាយមួយមកណាអើយព្រះអើយស្រីនេះជាអើយហេតុថាភ័យជាពុនពេកមីងក្រវ៉ាន់ក៏បានសន្លប់បាត់ទៅមីងដឹងខ្លួនឡើងណាមីងក្រវ៉ាន់សន្លប់ហើយលុំមួយយាមក្រោយមកគាត់ក៏បានដឹងខ្លួនឡើងវិញអ្នកមីងអាចនិយាយបានទេថាមុននេះអ្នកមីងភ័យព្រោះអ្វីនោះគឺមានបិសាចដើមឈើស៊ីមនុស្សណាព្រះមហេសីព្រះអង្គដើមឈើនោះវាគួរឲ្យខ្លាចណាស់តើមានរឿងចម្លែកបែបហ្នឹងផងមែនទេព្រះអង្គសូមយាងចេញពីព្រៃនេះទៅទីនេះគ្រោះថ្នាក់ណាស់ខ្ញុំម្ចាស់លាហើយព្រះពូមីងតើទីនេះពិតជាមានដើមឈើចម្លែកពិតមែនទេ
យើងដូចជាបារម្ភណា កន្លងមកព្រះស្វាមីនិងខ្ញុំអាចារ្យតែងតែមកក្រសាលព្រៃនេះក៏ពុំមានអ្វីដែរតែថាមើលទៅមិញម្នាក់នោះដូចជាមិនកុហកទេ បងក៏យល់បែបនេះដែរគិតអញ្ចេះចុះបងទៅតូតមើលសិនណា ព្រះស្វាមីចាំអត់ដូចអ្វីដែលគាត់និយាយមែននោះវានឹងមានគ្រោះថ្នាក់ណាស់ប្រពន្ធ តែបងក៏មិនអាចបណ្ដោយឲ្យប្រជារាស្ត្រមានទុក្ខភ័យដែរបងនឹងទៅដោះស្រាយរឿងនេះ តែព្រះស្វាមី មិនអីទេម្ចាស់អូនកុំបារម្ភអីណាឥឡូវម្ចាស់អូនទៅវិញមុនចុះ អត់ទេខ្ញុំមិនចាំមិនអាចឲ្យព្រះស្វាមីទៅអង្គឯងទេ តែថាម្ចាស់អូនបងបារម្ភណា មិនអីទេណាព្រះរាជបុត្រនិងព្រះមហេសីបានជាងទៅរកដើមឈើនោះលុះទៅដល់ក៏សម្គាល់ឃើញថាមានតែដើមឈើនោះប៉ុណ្ណោះដែលមានរូបរាងខុសពីគេមកជាដើមឈើមួយដើមនោះហើយព្រះស្វាមី ម្ចាស់អូនប្រយ័ត្នផងណា ព្រះពរគឺត្រង់ពិតជាត្រង់មែនគឺព្រះស្វាមីយើងតាចូលមកណាអូននឹកបងណាស់ណាព្រះរាជបុត្រដើមឈើស្រាប់តែលងស្រឡាញ់ព្រះរាជបុត្រជាថ្មីហើយនាងក៏បានបញ្ចេញផ្លែផ្កាយ៉ាងច្រើនភ្លាមមួយរំពេចដើម្បីជាការតាក់ទាញទៀតផងព្រះស្វាមីមើលចុះផ្លែនិងផ្កាស្រាប់តែចេញមកច្រើនណាស់ពិសេសគឺមានក្លិនក៏អប់ឆ្កឹយឆ្កប់ទៀតផង នេះមុខជាអន្ទាក់ហើយកុំចូលទៅគៀកអីម្ចាស់អូន បិសាចដើមឈើវិញនោះឃើញថាទ្រង់មិនចូលមកសោះហេតុនេះនាងខឹងនឹងបានស្រែកឡើងថាព្រះរាជបុត្រមិនក៏ទ្រង់មិនយាងចូលមកបែបនេះដឹងទេថាយើងចាំទ្រង់យូរហើយ មិននឹកស្មានថាអ្នកនិយាយសោះអ្នកពិតជាដើមឈើចម្លែកខុសគេមែនក ុំនៅឯអង្គអីចូលមកឲ្យឆាប់ឡើង តែអ្នកជានរណាបានជាមកកើតជាបិសាចដើមឈើនឹងពោលថាចាំយើងបែបនេះ គឺជាប្រពន្ធបងនោះអីកាលណោះខ្ញុំម្ចាស់ខ្លាចជាខ្លាតែទ្រង់ក៏សង្គ្រោះតែទ្រង់មិនចាំទេមែនទេ អូតាមពិតគឺនាងសោះយើងចាំបានហើយចុះមិនបានជានាងប្រែជាបិសាចដើមឈើទៅវិញ វាមិនសំខាន់ទេដែលសំខាន់នោះយើងនៅស្រឡាញ់ទ្រង់សូមទ្រង់ជួយខ្ញុំម្ចាស់ផងជួយខ្ញុំម្ចាស់ឲ្យខ្លាចជាមនុស្សផងណា មិនអាចទេយើងមិនមានវិធីទេ មិនក៏បែបនេះតែទ្រង់មិនស្រឡាញ់ខ្ញុំម្ចាស់ទេមែនទេ អត់ទេយើងមានព្រះមហេសីហើយទ្រង់ជាបញ្ចក្ត្រីយើងមិនអាចជ្រើសរើសអ្នកណាផ្សេងទៀតទេ អត់ទេគឺនាងមែនទេយើងមិនទុកនាងទេចូលនាងងាប់ទៅដើមឈើកំសាំងកម្មទៀតអីចូលអ្នកផ្ដោតប្រយោជន៍ដល់មនុស្សសត្វទៅល្អជាងអត់ទេយើងនឹងស៊ីមនុស្សសត្វឲ្យអស់មិនទុកទេដើមឈើជាប្រភពប្រយោជន៍ដល់មនុស្សសត្វបានអ្នកស៊ីពួកគេនោះអ្នកមិនបានសុខទេអើយកុំមកបដៅយើងងាប់ទៅគ្រានោះបិសាចដើមឈើបានធ្វើឲ្យមានខ្យល់ផងព្យុះផងបំរុងបោកបោកសវណ្ណគឺសឲ្យស្លាប់តែថាព្រះអង្គក៏កាត់ដៃព្រះមហេសីយ៉ាងណែនដូចគ្នា កាន់ដៃបងឲ្យណែនណាព្រះមហេសី ព្រះបង ជើងមិនឲ្យពួកឯងសម្រេចអំណងទេខ្យល់បោកមិនឈប់នេះទេពួកទ្រង់ស្ទើរតែមិនអាចទ្រាំបានទៅហើយតែសំណាងរុក្ខទេវតាក៏បានបង្ហាញប្រកាយចេញមកម្ដងទៀត ណែបិសាចឈប់ទៅ មិនក៏ទ្រង់យាងមកទីនេះទ្រង់គំរារាំងយើងអីយើងចង់សម្លាប់ពួកគេ យើងទុកឱកាសឲ្យនាងដើម្បីផ្ដល់ជាប្រយោជន៍ជូនធម្មជាតិតែនាងបែរជាចង់ដោយគំនុំទៅវិញ អ្នកណាឲ្យទ្រង់ជប់យើងខ្លាយទៅជាដើមឈើធ្វើអីយើងគ្មានសេរីភាពទេណា មើលទៅនាងមិនភ្ញាក់រលឹកទេបើដូច្នេះយើងនឹងដុតរូបកាយនេះហើយយកវិញ្ញាណនាងទៅដាក់ទោសហើយ អត់ទេកាលវេលានោះរុក្ខទេវតាបានប្រើវេទមន្តដុតដើមឈើនោះចោលឬក៏បានបណ្ដាលឲ្យមានដើមឈើថ្មីជំនួសនិងនាំយកវិញ្ញាណនាងបិសាចចាក់ចេញទៅឆ្ងាយបាត់ទៅ អស់អីហើយម្ចាស់អូន ព្រះពរតែគួរឲ្យស្ដាយណាស់អ្នកដែលដើមឈើសម្លាប់កន្លងមកនោះពួកយើងមិនអាចជួយបានទេ កុំទ្រង់ព្រះកន្សែងអីណាសង្ឃឹមថាវិញ្ញាណពួកគេបានទៅកើតនាទីដ៏សុខសាន្តផងទៅចុះ ព្រះអង្គទីនេះដូចជាមិនសូវសម្បូរដើមឈើទេទីនេះគួរតែដាំដើមឈើបន្ថែមទៀតឲ្យបានច្រើនផងដែរណាព្រះពរ
ពិតប្រកបហើយព្រះមហេសី ពីពេលនោះមកលែងមានដើមឈើស៊ីមនុស្សទៀតហើយជំនួសមកវិញទៅដោយដើមឈើល្អៗចម្រុះវិញម្យ៉ាងទៀតព្រះអង្គនិងព្រះមហេសីក៏រត់តែបន្តឹងការកាប់ព្រៃនិងបានដឹកនាំនគររីកចម្រើនរហូតតទៅ